សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនាងខ្ញុំមកប្រាប់ពីរបៀបធ្វើជីនជូនមុនដំបូងនាងខ្ញុំដាក់ពប៉ុងត្រីថ្ងៃនេះនាងខ្ញុំយកត្រីប្រាយកមកធ្វើជីនជូនយើងពប៉ុងត្រីយើងឲ្យរាងក្រៀមបងប្អូនឥឡូវយើងបានពប៉ុងហើយបន្ទាប់មកនាងខ្ញុំដួសដាក់ចានទុកមួយឡែកសិនបន្ទាប់មកនាងខ្ញុំដាក់ពប៉ុងខ្ញីឥឡូវនេះខ្ញុំពប៉ុងខ្ញីរាងក្រៀមហើយឥឡូវខ្ញុំដុសទុកម្ល៉េះសិនបន្ទាប់មកនាងខ្ញុំឆាខ្ទឹមបងប្អូនយើងឆាខ្ទឹមឲ្យឈ្ងុយហើយយើងចាក់ស៊ីងចូលបងប្អូនបន្ទាប់មកនាងខ្ញុំដាក់ប៊ីចេងបន្ទាប់មកនាងខ្ញុំដាក់ស្ករត្នោតនាងខ្ញុំដាក់រាងតិចដែរព្រោះអីស៊ីងយើងរាងផ្អែមហើយបន្ទាប់មកនាងខ្ញុំដាក់ខ្ញីបងប្អូនយើងកូរច្បល់ឲ្យចូលជាតិគ្នាណាឥឡូវជីនជូនរបស់យើងឆ្អិនហើយបងប្អូនមកទៅតំណងមុខម្ហូបមួយនេះដែរហូបចុះបាយនាងខ្ញុំចូលចិត្តឧស្សាហ៍ធ្វើព្រោះអីឆ្ងាញ់អរគុណច្រើនពុកម៉ែបងប្អូនដែលតាមដានវីដេអូរបស់នាងខ្ញុំ